Ok, số đây nè trong hết xóa cùng một cầm thì bộ dương bắt đầu tiết tiện trong cho môi nâng mê riêng bắt đầu chấm phu mê riêng muốn nè trong hết bạn đăng hãy tiện trong cho môi nâng ca kẹo nè cư chấm phu ca kẹo nè cư nâng đôi khi dương có ai pra cầm thì chấm nuôi xem mà chấm nuôi tiết này mình đôi chỉ cầm thì Affect Foundation Design ní SP column OCM AI Builder ní nhưng bạn bảo hành nè trong hết rồi hãy tiện trong môi ca kẹo nè cưឬក៏នៅទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធី Market ឬក៏ Excel ដែលចង follow ទៅតាមការគណនាដៃនឹងមានពេលខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងគ្រឹះនឹងបន្ថែមទៀតអញ្ចឹងចូលដល់មេរៀនបន្តថ្ងៃនេះគឺយើងនឹងបង្ហាញពីការគណនាសសរចំពោះការគណនាសសរយើងមាន3របៀបទី1គឺយើងអាចគណនាដោយប្រើកម្មវិធី robot រុញ result ហ្នឹងទៅគណនាតែម្ដងក៏បានទី2គឺយើងអាចគណនាតាម SP column ហើយនឹងទី3គឺ Market ឬក៏អ្នកទាំងអស់គ្នាធ្លាប់ចេះប្រើប្រាស់កម្មវិធីCSI column អ្នកទាំងអស់គ្នាក៏អាចប្រើវាបានដែរអញ្ចឹងវាមានច្រើនរបៀបអញ្ចឹងរបៀបទី1ខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹងការគណនាសសរដោយកម្មវិធី robot ខ្លួនឯងផ្ទាល់អញ្ចឹងឧទាហរណ៍ថាយើងមានសសរច្រើននៅក្នុងនេះអញ្ចឹងឧទាហរណ៍ខ្ញុំចង់គណនាសសរដែលខ្ញុំកំពុង select នេះអញ្ចឹងយើង select ទៅលើសរនឹងហើយយើងចូលនេះចូលក្នុង tool design យើងចូល provide reinforcement RC design អញ្ចឹងយើងចូលកន្លែងហ្នឹងមក program វា run មកហើយកន្លែងនេះវាមានច្រើនមាន simple cache និង manual cache វា select ទៅលើនេះ ULS លក្ខខណ្ឌ ULS នេះគឺបន្ទុកដែលយើង combine 1.4 dead load ជាមួយនឹង 1.2 dead load 1.6 live load និង 0.5 អញ្ចឹងវា select មក automatic ឲ្យ load ដែលធំជាងគេហើយ simple cache គឺវា select cache ទាំងអស់យកមក check verify ឲ្យយើងដូចគ្នាដែរ code អញ្ចឹងយើង OK មកអញ្ចឹងក្រោយវា OK ហើយនេះសសរដែលយើង select មកមួយដើមហ្នឹងគឺវាមានកម្ពស់ទៅតាមកម្ពស់ជាន់របស់យើងហ្នឹងគឺ 3.8 ម៉ែត្រហើយកម្រាស់ slab ហ្នឹងគឺ1 ទឹក2ហើយកម្ពស់ធ្នឹមរបស់យើងហ្នឹងគឺ4 ទឹកហើយទំហំសសរគឺ2 ទឹក 3 ទឹកយើងអាចចូលមកមើល column section នៅកន្លែងខាងcolumn geometry នៅខាងស្ដាំដៃនេះដែរនេះរូបភាព column geometry នេះអញ្ចឹងទំហំសសររបស់យើងគឺ20 HC របស់វាកម្ពស់សរុបរបស់វាគឺ 3.8 ម៉ែត្រ HS កម្រាស់របស់ slab របស់យើងគឺ 0.12 ព្រោះຂະຫນາດជាម៉ែត្រហើយកម្ពស់របស់ធ្នឹមហ្នឹងគឺ4 ទឹកនេះគឺជាទំហំរបស់សសរ BH អញ្ចឹងយើងអូខេអញ្ចឹងបន្ទាប់មកទៀតយើងចូលទៅខាងផ្នែកខាងស្ដាំដៃវិញគឺ story parameter នេះគឺយើង tick នៅលើ reinforce refer to level ទៅហើយ sustain load នេះគឺយើងអត់កែប្រែទេយើងរក្សាតាមកូដហើយកន្លែងនេះយើងអត់មានអីកំណត់ទេយើងបិទមកវិញបន្ទាប់មកទៀតយើងចូលទៅកន្លែង story parameter story parameter ខ្ញុំចូលហើយបន្ទាប់មកយើងចូលទៅក្នុង calculation option នៅក្នុង calculation option នេះយើងមានច្រើនទី1គឺអានេះខ្ញុំបាន save ហើយអញ្ចឹងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាតែហ្មងទី1គឺតាក់ទងជាមួយ reinforcement optimization level អញ្ចឹងអានេះយើងយក high កន្លែងនេះយើងអត់មានកំណត់អីទេកន្លែង advanced នេះបើសិនជាយើងគិតក្នុងលក្ខខណ្ឌ SIA consider យើង tick លើវាមកហើយយើងអូខេចំពោះកន្លែងផ្សេង seismic អីយើងអត់កំណត់ទេគឺយើងយក low តាមកូដហើយ fire resistance នេះគឺយើងយក estimate ទេយើងអត់យក calculate ទេចំពោះកន្លែងនេះគឺ transversal reinforcement នេះគឺបានន័យថា cover គិតមកត្រឹមដៃកងបើសិនជាយើង tick នៅត្រឹមតងកន្លែង longitudinal reinforcement នេះគឺយើងគិតមកដល់ដៃមេអញ្ចឹង cover របស់យើងគិត3ហ៊ុននេះគិតត្រឹមដៃកងហើយយើង fix វាយើង tick នៅលើ fix មកបើយើងអត់ tick fix ទេវានឹងគណនាតាមកូដទេអាចយកធំជាង30ធំជាង3ហ៊ុនណាតែបើយើង tick គឺវាគិតត្រឹម3ហ៊ុននឹងទេនេះ cover របស់យើងຂະຫນາດជាមីលីម៉ែត្រតមកទៀត concrete ដូចអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរបានបើ 3.5 គឺ strength របស់វា 24
បើ4គឺ strength របស់វា 27.6 ប្រហែលនឹង28 megapascal យើងអាចកំណត់យកប៉ុណ្ណឹងចុះបើសិន design ប៉ុណ្ណឹងជាប់យើងអាចហៅ28 megapascal មកក៏បានដែរហើយបើ 4.5 strength របស់វាឡើងទៅ31តែបើយើងចង់បាន strength ខុសពីនឹងយើងទៅកំណត់នៅក្នុងជាប់ preferences ឡើងវិញហើយយើងមក select នៅនឹងម្ដងទៀតតែនៅក្នុងនេះខ្ញុំ design ថា strength 28 megapascal ចុះចំពោះម៉ាស់មៀតបេតុងយើងយកតាមកូដទៅ 24.07 គីឡូក្រាមក្នុងមួយគីបដែលយើងកណនាដៃទូទៅយើងយក25គីឡូញូតុនអញ្ចឹង25គីឡូញូតុនចែកនឹង10ទៅវាប្រហែលនឹង25តោន2.5 តោនបាទនេះវាតែ 2.4 តោនទេក្នុងមួយគីបវាខុសគ្នាមួយដែរខុសគ្នាចិត្ត1តោនដែរចំពោះថ្មនៅក្នុងនេះគឺមានមកទាំងអស់ប៉ុន្តែយើងជាទូទៅយើងប្រើថ្មអងដឺអញ្ចឹង size aggregate របស់យើងនឹងគឺយក20 mm ហ្នឹងទៅគឺត្រូវហើយស៊ីលីសអីនេះស៊ីលីសហើយជាមួយនឹង carbonate អីនេះយើងអត់មានប្រើទេ aggregate tie យើង select តាមកូដ total ទៅយើងកុំផ្លាស់ប្ដូរយើងអត់មាន light weight អត់មាន cell weight អីទេគឺយើងប្រើស៊ីលីសនេះធម្មតាបើសិនយើងប្រើ light weight យើង select លើវាក៏បានដែរប្រភេទស្រាលតែយើងអាចរក្សាតាមកូដក៏បានដូរមក light weight concrete ក៏បានដែរប្រភេទ light weight aggregate light weight បន្ទាប់មកទៀតតាក់ទងជាមួយនឹងដែកនៅក្នុងនេះយើងប្រើ bell 99វាមាន strength 400 500 215និង235អញ្ចឹង strength 400កន្លែងនេះយើងអត់អាចដូរបានទេបើសិនជាយើងបង្កើតដែកផ្សេងយើងទៅកំណត់នៅជាប់ preferences ទៅប៉ុន្តែនេះដោយសារតែវាលើសរបស់យើងតិចដែររបស់យើងនៅក្នុងទីផ្សារនិងនៅក្នុងការ design កន្លងមកគឺយើងយក390តែនេះខ្ញុំអត់ប្រែប្រួលពីកូដ bell 99ហ្នឹងទេខ្ញុំយក400ទៅហើយចំពោះមុខកាត់ដែកដែលយើង select មកគណនាយើងយក16ទៅឬក៏យើងអាច select មួយទៀត14ថែមមួយទៀតក៏បានដែរបន្ទាប់មកទៀតនេះតាក់ទងជាមួយនឹង deform bar ដែកមេហើយបន្ទាប់មកទៀតគឺ transversal ដែកកងនេះមិញដែកមេនេះដែកកងអញ្ចឹងដែកកងគឺកន្លែងនេះយើងយក Air 235ធៀបជាមួយនឹងទីផ្សាររបស់យើងទូទៅអញ្ចឹងកម្លាំងរបស់វានេះ235 megapascal characteristic strength កន្លែងនេះយើងបើយើង tick នេះគឺយើង tick យកទាំងអស់វានឹងហៅដែកទាំងអស់ហ្នឹងមកប្រើវាចូលទៅក្នុងដែកណាគឺវាប្រើដែកហ្នឹងតែបើយើងដោះ tick ហើយយើង select តែ6លីនេះគឺវាប្រើតែដែកកង6លីទេក្រោយពីយើងកំណត់ប៉ុណ្ណឹងបានហើយយើង save as ហើយយើងដាក់ឈ្មោះមក internal មកថ្ងៃក្រោយយើងអត់ប្រវត្តិមកចូលកំណត់ទៀតយើង select តែឈ្មោះហ្នឹងគឺយើងអាចគណនាបានអញ្ចឹងអូខេតមកទៀតអូខេអញ្ចឹងចូលមក reinforcement parameter បន្ថែមទៀត pattern នេះជាដែកដែលយើងបានកំណត់ហៅមកមិញយើងហៅ diameter 16លី14លីឬក៏យើងឲ្យវា auto បើ auto រវាង14និង16ហ្នឹងគឺវា select យកមួយហើយប៉ុន្តែបើយើង select 16គឺវានឹងគណនា16លីឲ្យយើងកន្លែងនេះ all type បានន័យថាគ្រប់ប្រភេទដែកទាំងអស់គឺយើងចងកន្លែង initial diameter នេះយើងអត់ដូរទេដោយសារយើងអាហ្នឹងវា auto ជាមួយនឹង select ខាងលើបើយើង select 14គឺវាមក14បើយើង select auto គឺវាមក auto ដូចគ្នា maximum សម្រាប់ bar bendel បើសិនជាយើងយកមួយគឺដែករបស់យើងបរិយាយនៅក្នុងសសរធម្មតាប៉ុន្តែបើយើងយក2គឺវានឹង bendel បើន័យថាវាចងផ្អោបកាលណាយើងគណនាទៅដែកវាស្ទើរវានឹង run គណនាដោយផ្អោបដែកមកជាមួយនឹងជា bendel តែបើយើងគណនាធម្មតាទេគឺយើងយកមួយទៅឲ្យវាគណនានឹងលក្ខខណ្ឌធម្មតាតមកទៀត construction bar អីនេះយើងអត់មានកំណត់ទេ diameter យើងរក្សា auto ដដែលក៏បានយក16ក៏បានដូចដែលបានបញ្ជាក់ហើយចំពោះកន្លែងនេះកន្លែង spacing limited បើសិនជាយើងយក tick ផ្នែកខាងលើគឺអងហ្នឹងគឺត្រូវធំជាង 0.04 បាទធំជាង4ហ៊ុន4លីហើយហ្នឹងត្រូវតូចជាង4ហ៊ុនកន្លះដោយសារຂະຫນາດរបស់វាហ្នឹងគឺជាម៉ែត្រប៉ុន្តែយើង select យកកន្លែងនេះមក number of bar
number of bar នេះបានន័យថា NB ទិសដៅ NB នេះគឺពីដើមទិសដៅ N ហាស់គឺពីដើមដូចគ្នាតែបើសិនជាយើងតម្លើង N ហាស់មកតាមទិសសសរវែង3តាមទិសនេះ2អញ្ចឹងវា6ហើយបើយើងតម្លើងទៀតមកចំនួនរបស់វានឹងកើនឡើងរហូតតែជាបន្តសិនគឺយើងយកតាមកូដប៉ុណ្ណឹងសិនយើងកំប្រែប្រួលយើងទុកពីដើមសិនទៅបើសយើង 23 យើងគិតថាពីដើមវាមើលទៅឆ្កងអញ្ចឹងទិស NB នេះ2ទិស N ហាស់នេះ3ទៅអញ្ចឹងយើងតម្លើងនេះមក3មកហើយយើង save as ដូចគ្នាដាក់ឈ្មោះដូចគ្នាហើយអូខេមកតទៅមកទៀតតាក់ទងជាមួយនឹង transversal bar អានេះយើង select យក6លីដៃកងអញ្ចឹងប្រភេទដៃកងវាសួរយើងថាបើសិនជា A1 យើងពង្រាយ spacing ប្រមាណ spacing ម៉ានមកតាមនេះមកតែបើយើងអត់ទេយើង 0.15 ទាំងអស់យើងប្រើមកតកន្លះរួមឬក៏យើង select tie up to beam មានន័យថាចងពង្រាយវាស្មើតែម្ដងបើយើង tie up to slab បានតែយើងចងចូលដល់ក្នុង slab បើយើង tie up to beam នេះយើងបរិយាយដៃកងតាមបាត់ធ្នឹមទេអញ្ចឹងទូទៅយើងរក្សាតាទៅយើងចងដៃកងចូលក្នុង slab ដែរទៅអញ្ចឹងក្នុងធ្នឹមយើងមានដៃកងអញ្ចឹង tie up to slab នេះតកតងជាមួយនឹងដៃកងដែលយើងត្រូវ select តសរបស់យើងជាអសនេះទេអញ្ចឹងយើង select តែមួយទេបើមិនយើង select ថែមអានេះបាទដៃកងក្រៅនេះហើយថែមអានេះមួយទៀតតែបើអត់ទេគេវាប្រើតាក្រៅនេះទេយើង select ប្រមាណវានឹងយកទៅ consider ប៉ុណ្ណឹងតែក្នុងលក្ខខណ្ឌត្រូវការដែរបើអត់ត្រូវការទេវានឹងព្យាយាមគិតតែកងដែលយើង select មួយនឹងទេអញ្ចឹងយើង select តែមួយកងនេះទៅបានហើយតកតងជាមួយនឹង dowel bar ដៃរងចាំអានេះយើងអាចកំណត់ក៏បានមិនកំណត់ក៏បានដែរដៃរងចាំផ្នែកខាងលើយើងឲ្យ L វាធំជាងម៉ានធំជាង650ធំជាង development length ក៏បានឬក៏ដាក់ប្រវែង development length ក៏បានអានេះតកតងជាមួយនឹង band bar អាដៃបដោះរងចាំហ្នឹងយើងគួរពុតឬក៏អត់បើយើង select លើពុតវានឹងគិតពុតឲ្យបើយើង select off គឺវាបដោះត្រង់ធម្មតាទេហើយនេះយើង select ថាចងឬក៏អត់ចងអាដែករងចាំនឹងបន្តទៅលើទៀតអញ្ចឹងនៅក្នុងនេះយើងអត់កំណត់ទេយើង follow តាមកូដទៅចំពោះរូបរាង bar shape របស់ bar នេះបើសិនជាយើងបដោះទៅយើងសរបស់យើងត្រូវឡើងទៅលើទៀតយើងត្រង់តែបើយើងពុតយើងមានពុតតាមមុំនឹងមួយចំនួនថែមទៀតទៅតែយើងត្រង់ទេសម្រាប់ longitude ដាច់មេនេះមិនបាននេះគឺយើងយកត្រង់ dowel bar ក៏ត្រង់ចំពោះ stirrup គឺយើងពុតមុំ90ដូចនេះ open stirrup ឬក៏យ៉ាងណានេះខ្ញុំយកមុំ90របស់យើងទៅអានេះ pin របស់ stirrup អញ្ចឹងរូបរាងដែកដែលវានឹង select យកមកគណនាហ្នឹងគឺវាត្រឹមត្រូវមួយរបស់យើងហើយអញ្ចឹង stirrup ខ្ញុំយកអានេះធម្មតាទៅហើយអត់មានអីទេយើង save as មកដាក់ឈ្មោះអូខេហើយអូខេថែមមួយទៀតមកអញ្ចឹងក្រោយពីយើងកំណត់បានប៉ុណ្ណេះហើយយើងកំណត់អស់ហើយអញ្ចឹងយើងចុងក្រោយគឺយើងចុចទៅលើ start calculation អញ្ចឹង start calculation ពេលដែលយើងចុចមកវាសួរវាថាយើងគួរតែ number of element ហ្នឹងយើងគណនាតែមួយទេហើយយើងចង់ generate ទៅ drawing អត់បើសិនជាយើង tick អាហ្នឹងAutodesk វានឹងរុញអា program ហ្នឹងទៅគូសឲ្យយើងទៀតតែបើយើងអត់ទេ keep existing drawing វានឹងគូសអា drawing នឹងថែមតែយើងអត់ចង់ឲ្យវាគូសទេយើងដោះ tick ទាំងពីរហើយយើងគ្រាន់តែ calculate ធម្មតាមកព្រោះយើងចង់ check តែ result ទេយើងអត់ឲ្យវាគូសទេអញ្ចឹងពេលដែលយើងចុចគណនាមកនេះ cover does not certify reinforcement for the given environment អញ្ចឹងវាប្រាប់ថា cover របស់យើងនឹងគឺអត់គ្រប់គ្រាន់ទេជាមួយនឹងបរិស្ថាននៅខាងក្រៅដោយសារអីសារនៅស្រុកគេដូចខ្ញុំបញ្ជាក់មិញអញ្ចឹង cover របស់គេនឹងគេអត់ឲ្យប្រើ30ទេ cover របស់សតូចបំផុតក៏40ឡើង40ឡើងដែរតែនៅយើងអាចប្រើពីហ៊ុនកន្លះឬក៏3ហ៊ុនក៏បានដែរព្រោះយើងអត់មានប៉ះពាល់ជាមួយនឹងបរិស្ថានសម្ពាធបរិយាកាសអីដូចស្រុកគេទេអាហ្នឹងបើនៅមាត់សមុទ្រអីហ្នឹងចាំយើងគិតគីឡូប៉ះពាល់មួយអាកាសធាតុមួយទឹកប្រៃមួយអីចឹងតែបើនៅយើងតែ3ហ៊ុនហ្នឹងគឺគ្រប់គ្រាន់ហើយអញ្ចឹងនេះពេលដែលវាចេញ result មកនេះដែកដែលយើងប្រើហ្នឹងគឺតាមទិស N ហាស់ហ្នឹងគឺ3ដើម NB ហ្នឹងគឺ2ដើមហើយ
lệ khăn để video mà sắc xa nè cứ video là lệ khăn ULS đài miền mấy con môi chụp buôn này đẹp lột vô mà sắc xa bỏ môi chụp pi đẹp lột năng môi chụp môi lại lột hay chỉ cùng tới tu chừng môi chụp buôn này đẹp lột như thế chẳng POI là dương vô tới check nếu không cầm thi kẻ này đây được ấy nắng nè cứ anh đi chẳng việc phải chỉ 54 táo màu mong bọc viên nắng tạm từ âm mì cạch nắng cứ son chụp 85 hay tạm từ âm giật nắng cứ mà phơi muối ai bị cạch cầm lăng tam từ đây nắng cứ đập kN hay cầm lăng tam giật ní cứ son chụp 77 chẳng ní chỉ lâu tới video vô một kẻ này hay safety factor bao viên ní môi trên một phanh pớt thông chừng muối ok môi cho sẽ 4 thông chừng muối ok môi cho 20 thông chừng muối ok hay lột ní buồn rồi xàm sập mùi chẳng ní result hay ní cứ chỉ interact diagram để dương cứu ní vì mình tranh chẳng 3D chẳng chẳng section chẳng vì nó không interact diagram bảo viết cứ nó không đàn sản vật phim bao dương hay ní tôi so bao dương là kẻ ní interact diagram bao dương top một tiết anh ấy cứ column reinforcement nè column reinforcement khơi việc cùng máu ấy np là dương select 3 ní hay select đại con ở việc sắc xa ô tô trong buôn đại con anh ấy ở đại đại viên do một pra nó cứ đại đập buôn ly tế của mỗi đám để sao dương select đập vào mũi nâng đập buôn chẳng đập vào mũi và bán bây giờ đập vào mũi đập buôn và bán bây giờ đập buôn chẳng việc ô tô chẳng việc phải đập buôn ly của mỗi đám nè đập buôn ly của mỗi đám đại con bao dương hai sập pi con chẳng ngạc khéo có happy hay không có happy bùa dương tròn để con chừng 7 xem đẹp so hai này chia được phép 3D bỏ so bỏ dương có ai và hai vì này dương rotate máu so bỏ dương này khởi nhé vì mình tầm rung bẹp nằng để con bỏ dương pin càng khá nóng bẹp nằng máu và top một tiết dương có ai cho mơ calculation node đã column node ní calculation node bao dương chứng nghĩa level là việc kiện ní reinforcement level cứ follow tam code hay fire rating ấy nắng cứ dương ai an tam nâng máu nè là ngọc ní hay concrete và phết bê tông nắng cứ dùng phèn pel chích vào 1 megapascal unit weight ấy nắng đôi nhung và hai mình chứng ní reinforcement đại 400 đại con 235 geometric bao dương so bao dương ấy nắng cứ anh ấy cứ chỉ là bài ca kẹt này bằng vía tranh máu hiện em đã việc là robot còn tha vậy là việc kẹt này nắng cứ việc ai kẹt niệm đâu mày là mình chẳng tiện tôn cho mùi lắm nhung cái tham nè đặng óc này tam toán tiện tôn cho mùi nâng ca kẹt này so ní hay đời xa video bao dương mơ tư riêng về anh đài hay chỉ dương ngọt ai châu từ cầm thi SP cái lắm thế chẳng video và top nhưng nâng thưa compare kia rồi việc SP cái lắm cho mùi nâng cả cái này bảo robot thật tao vì là tập Paul bảo vì nó cứ bà cái này chẳng ok nè ở kia chụp cái này video và top ở cuốn bà sân chỉ miền ai chụp ngon rồi có miền sầm nóng po ấy ai comment ở càng còn bàn nhưng nâng chỉ diêm thưa áo bà sân chỉ nông lẹ khăn để nè ở kia trong đăng từ po miền nâng bật time ở cuốn chụp cái này video và top